បង្ហាញបងទាំងអស់គ្នាបានឃើញអំពីកង្ហារ100វ៉ាត់ដែលវាមានកម្លាំង100វ៉ាត់អញ្ចឹងសម្រាប់បងដែលយកទៅកែច្នៃឬក៏យកទៅប្រភេទផ្លុំឬក៏ប្រភេទបឺតខ្យល់អីក៏ត្រូវដែរដោយសារស្លាបវាជាប្រភេទស្លាបដែករឹងមាំគីឡូវាចូល2គីឡូកន្លះអញ្ចឹងប្រភេទនេះគឺស្លាបដែកជាប្រភេទកង្ហារលេខ1ដែលខ្ញុំនាំចូលហើយខ្ញុំក៏ជាអ្នកកែច្នៃជាក្រានដុតប្រេងខ្មៅដែរតែដោយសារខ្ញុំមានស្តុកច្រើនក៏ខ្ញុំធ្វើការណែនាំបច្ជាឲ្យបងទាំងអស់គ្នាទិញសម្រាប់មួយនេះគឺយើងអាចយកទៅដាក់កន្លមុខ3ទឹកចុះក្រោមបានទាំងអស់បងទាំងអស់គ្នារហូតដល់3ទឹកកន្លះយើងដាក់បានទេណា3ទឹកកន្លះបាន200វ៉ាត់តែនេះ100វ៉ាត់អញ្ចឹងបងអាចយកអានេះទៅគឺប្រើបានជាមួយនឹងកន្លភ្លើងមុខ3ទឹកគឺដាក់បានទេបងទាំងអស់គ្នាណាអញ្ចឹងដោយសារតែជាប្រភេទកង្ហារល្អយកទៅប្រើប្រាស់ធានាបានយូរគឺខាងខ្ញុំគឺមានជាមួយនឹងដុំនេះដុំបជាលបឿនបន្ថែមលបឿនទៅជាមួយឲ្យស្រេចប្រភេទដុំនេះគឺជាប្រភេទដុំ100វ៉ាត់និងដុំ200វ៉ាត់មានន័យថាវាចន្លោះនឹង100វ៉ាត់ក៏ត្រូវ200វ៉ាត់ដុំនេះគឺមានការធានាតែសូមបញ្ជាក់ថាប្រភេទដុំទាំងអស់នេះគឺយកទៅប្រើអត់បានយូរម៉ោងទេយើងប្រើបានត្រឹម5ម៉ោងអីសម្រាប់1ម៉ោងបានជាប្រភេទដង្ហាលដែលវាមានដុំអញ្ចឹងវារៀងក្តៅនៅពេលដែលយើងប្រើយូរបងទាំងអស់គ្នាអញ្ចឹងមួយឈុតរបស់វានេះខ្ញុំលក់តម្លៃ$25បងមួយចំនួនប្រហែលជាដឹងថាតម្លៃនេះគឺខ្ញុំដាក់លក់តាំងពីដើមរហូត1ឆ្នាំជាងហើយសប្តាហ៍ថ្ងៃនេះក៏ខ្ញុំថែមជាមួយនឹងមួយនេះដែរគេហៅខ្សែអាគុយករណីពេលដាច់ភ្លើងខ្សែអាគុយនេះគឺយើងអាចដាក់ជាមួយនឹងអាគុយម៉ូតូក៏ត្រូវអាគុយឡានក៏ត្រូវអីក៏ត្រូវដែរដាក់ direct ផ្ទាល់ជាមួយនឹងវាតែម្ដងពួកប្រភេទនេះគឺយើងមានដុំវិជាជាមួយនឹងភ្លើងឲ្យស្រេចដុំនេះគឺប្រភេទ Type C ញីឈ្មោលបងទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបង្ហាញតែប៉ុណ្្នឹងឯងបញ្ជាក់ប្រាប់ណាមកសំណុំមួយឈុតរបស់វានេះគឺ$25ទាំងសេវាដឹកពីខ្ញុំអរគុណច្រើន